ពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមគាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែប្រយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គ
បដៅសាវកឯតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោមមនុស្សទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីក៏ពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករណាមួយណាជាការខឹងដូចថាទុកទោមមនុស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការតែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេជាងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមមនុស្សចំពោះរឿងមិនល្អហើយនឹងសោមនស្សឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុកខ្លាំងអាហារផ្លូវចិត្តភាគ3សេចក្តីស្រឡាញ់ទឹកចិត្តមេត្តាសេចក្តីអំណត់ធ្វើឲ្យចិត្តអ្នកបានត្រជាក់សម្បូរមិត្តខ្សត់សត្រូវខន្តីជួយអ្នកឲ្យរួចពីកំហុសទាំងឡាយរឿងអត់ប្រយោជន៍ស្ដាប់ចូលត្រជាក់មកខាងហើយចេញត្រជាក់មកខាងទៀតក៏ល្អដែរទុកគូក្បាលអ្នកដាក់រឿងមានប្រយោជន៍វិញនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការធ្វើការឲ្យចេញជាលទ្ធផលប្រសើរជាងអង្គុយអួតលទ្ធផលបញ្ជាក់ពីសមត្ថភាពពិតរបស់អ្នកមានទ្រព្យច្រើនតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយរោគទ្រព្យដោយសុចរិតជាទ្រព្យត្រជាក់ចិត្តអ្នកមិនភ័យខ្លាចមិនមានពៀវេរាឡើយធ្វើកិច្ចការងារអ្នកឲ្យបានល្អប្រសើរជាងនិយាយដើមគេនិយាយអាក្រក់ពីគេព្រោះវាខាតពេលផងបាបផងហើយមានពៀវេរាទៀតមានស្មារតីតាមដានចិត្តអ្នកជាប្រចាំទាញវាចេញពីអារម្មណ៍នាំឲ្យកើតទុក្ខបង្អោនទៅរកអារម្មណ៍នាំឲ្យកើតបុណ្យកុំបណ្ដោយវាឲ្យតោងយកអារម្មណ៍ខុសៗច្រើនពេក
រោគចំណេះរោគទ្រព្យកុំភ្លេចរោគធម៌ផងទើបជីវិតបានសុខព្រះធម៌ជួយឲ្យចិត្តអ្នកបានរឹងប៉ឹងយល់ដឹងពីការពិតនៃជីវិតទ្រព្យច្រើនទ្រព្យតិចតាមកម្លាំងបុណ្យរបស់យើងកុំទម្លាប់មើលទោសគេច្រើនពេកហើយបើត្រូវលើកមកនិយាយក៏ត្រូវនិយាយដោយចិត្តមេត្តាដែរបំណងចង់ឲ្យគេបានល្អជាពុទ្ធជនគ្មានអ្នកណាល្អ 100% ទេរួមទាំងខ្លួនយើងផងពេលគេធ្វើបានល្អរៀនលើកទឹកចិត្តកុំខ្លាចគេគ្រាន់បើជាងខ្លួនអ្នកបានបន់ផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងកុំមើលរឿងអត់ប្រយោជន៍ច្រើនពេកខាតពេលផងខូចចិត្តផងសន្សំនិស្ស័យមិនល្អផងពេលវេលាមានតម្លៃណាស់រៀនសន្សំចំណេះសន្សំបុណ្យគ្រាន់បានជាទីពឹងផ្លូវចិត្តពេលជួបការលំបាកកុំអាលចុះចាញ់លឿនពេកខំប្រឹងឲ្យអស់ពីសមត្ថភាពសិនចាំគិតទៀតដោះស្រាយបានឬមិនបានត្រូវហ៊ានប្រឈមមុខចំពោះការពិតជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់ចំពោះការលំបាកអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃអត់ធន់ចំពោះអកុសលខាងក្នុងអត់ធន់ចំពោះការប្រែប្រួលនៃសង្ខារទាំងឡាយខឹងច្រើនជាសញ្ញាថាចិត្តអ្នកមានមេរោគច្រើនរៀនលះកំហឹងរៀនអត់ធន់ចំពោះរឿងរ៉ាវទាំងឡាយចម្រើនមេត្តាចម្រើនបញ្ញាទទួលស្គាល់ថាអ្វីមិនចេះតែបានតាមចិត្តចង់ទេមួម៉ៅច្រើនទុកច្រើនឈឺច្រើនអាយុខ្លីឆាប់ស្លាប់រៀនទម្លាក់កំហឹងចេញពីចិត្តរៀនបដូរចិត្តបដូរអារម្មណ៍រៀនចម្រើនមេត្តាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងឡាយបានសុខរួចផុតពីទុក្ខមានជួបមានព្រាត់អ្វីមិនទៀងទាត់ទេខាត់មិនបានហើយវាមិនប្រាប់យើងឲ្យដឹងជាមុនឡើយទម្លាប់ពិចារណារឿយវាអាចជួយអ្នកមិនឲ្យកើតទុក្ខខ្លាំងពេលត្រូវប្រែប្រួលចង់ខ្លាំងពេលមិនបានខកចិត្តក៏ខ្លាំងដែរតណ្ហាបានដល់ការជាប់ជំពាក់ជាហេតុនៃសេចក្តីទុក្ខបើចង់ស្បើយពីទុក្ខរៀនលះការជាប់ជំពាក់បន្តិចម្ដងអ្វីមានហេតុទើបកើតឡើងបានបើខ្វះហេតុផលមិនអាចកើតឡើងបានឡើយដំណើរផ្លូវតែងមានឧបសគ្គជីវិតតែមានបញ្ហាជារឿងធម្មតាកុំតូចចិត្តអីងើបឡើងរួចបន្តដំណើរទៅមុខទៀតកុំរអ៊ូអីបើត្រូវធ្វើទៅកុំចាំបាច់បោបាច់ច្រើនពេកការងារល្អបានជាទីពេញចិត្តនៃមនុស្សនិងទេវតា
អំពើល្អពេលបច្ចុប្បន្នជួយហៅបុណ្យពីអតីតមកឲ្យផលដែរចង់បានហួសពីសមត្ថភាពអ្នកនឹងកើតទុក្ខខ្លាំងខំប្រឹងឲ្យអស់ពីសមត្ថភាពហើយត្រេកអរនឹងអ្វីដែលអ្នករកបានបុណ្យយើងមានតែប៉ុណ្ណឹងទើបយើងទទួលបានផលប៉ុណ្ណឹងខំប្រឹងឲ្យអស់ពីសមត្ថភាពផលយ៉ាងណាក៏ព្រមទទួលតាមនឹងទៅអ្វីមិនចេះតែបានតាមចិត្តអ្នកចង់ទេមានបុណ្យផងផ្សំជាមួយការព្យាយាមផងទើបបានសម្រេចគុំគួនគ្នានាំឲ្យបែកបាក់ហើយមានពៀវិរិយវែងឆ្ងាយកើតមកជាសត្រូវនឹងគ្នាទៅជាតិមុខជាតិក្រោយបើខឹងឲ្យឆាប់បាត់កុំចងពៀនឹងគ្នាឡើយធ្វើល្អដើម្បីបង្អួតអ្នកដទៃបានបន្តិចព្រោះលោភៈចង់ឲ្យគេស្គាល់ដណ្ដើមបុណ្យពីចិត្តអ្នកទៅសាងបុណ្យដោយចិត្តស្មោះជួយសង្គ្រោះដោយករុណាអ្នកណាមិនដឹងក៏យើងដឹងខ្លួនឯងដែរព្រួយបារម្ភពេកនាំឲ្យអ្នកកើតទុក្ខខ្លាំងជួបរឿងណាដោះរឿងនឹងទៅកុំស្មុគពេកអីគ្មានអ្នកណាអាចបង្គាប់បញ្ជារឿងក្នុងអនាគតបានទាំងស្រុងទេតែអ្នកត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះវុបដិសារៈបានទៅគាស់ខ្មោចអតីតឲ្យមកលងបន្លាចអ្នកដល់បច្ចុប្បន្នអតីតកាលបានកន្លងហួសទៅហើយសោកស្ដាយក៏កែមិនបានដែរយកវាជាមេរៀនងើបឡើងហើយចាប់ផ្ដើមសារជាថ្មីដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមអីផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីអ្នកអាចសាងអនាគតថ្មីដោយការចាប់ផ្ដើមពីថ្ងៃនេះតទៅស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាទីពឹងទៅកាន់បរលោកនាយអ្នកធ្វើទាននឹងបានចម្រើនដោយទ្រព្យមិនលំបាកដោយអាហារបរិភោគឡើយច្រណែននិន្ទាគេមិនបានអ្វីមកខ្លួនឯងទេតែបានបាបបានក្តៅក្រហាយចិត្តកើតជាតិណាមានគេស្អប់ច្រើនការងារសំខាន់របស់អ្នកគឺធ្វើខ្លួនឯងឲ្យល្អជាងមុនមិនមែនអង្គុយចាប់កំហុសគេទេជីវិតមានទុក្ខច្រើនត្រូវប្រញាប់សន្សំបុណ្យសម្អាតចិត្តអកុសលទើបបានចម្រើនក្នុងជីវិតអត់ឱនឲ្យគេឧបមាដូចទម្លាក់ថ្មពីស្មាអត់ឱនឲ្យខ្លួនឯងឧបមាដូចដកបន្លាចេញពីទ្រូងកំហឹងជាភ្លើងតែងដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វា
ហាផ្លូវចិត្តភាគ3បន្តកុំសូវសង្ឃឹមសេចក្តីសុខពីអ្នកដទៃខ្លាំងពេកប្រយ័ត្នខកចិត្តព្រោះគេក៏ពិបាករកសុខសម្រាប់ខ្លួនគេដែរស្ដាប់ធម៌ចម្រើនបញ្ញាគ្រាន់បានជាទីពឹងខាងក្នុងទោះបីអតីតកាលជូរចត់ប៉ុណ្ណាអ្នកនៅតែអាចចាប់ផ្ដើមសារជាថ្មីដរាបណានៅមានជីវិតនៅមានដង្ហើមអ្នកនៅតែមានសង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតកុំតក់ក្រហល់ខ្លាំងពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំនោះទេរៀនអត់ធន់រៀនរង់ចាំរៀនសម្របខ្លួនតាមកលៈទេសៈទើបមិនសូវខ្វល់ចិត្តខ្លាំងបើអ្នករវល់តែយកពាក្យឌឺដងគេមកគិតអ្នកនឹងមិនបានសុខទេគិតថាត្រឹមតែខ្យល់មាត់បាបរបស់គេត្រឹមតែជាសំឡេងឮហើយរសាត់បាត់ទៅវិញកុំសូវយកខួរក្បាលអ្នកមកគិតអីឲ្យវារសាត់បាត់ទៅចោះបើការតបតនោះមិនបានប្រយោជន៍ហើយគ្រាន់តែបង្កើននៅចំនួនសត្រូវកុំចាំបាច់អីឲ្យគេទូលភ្លើងម្នាក់ឯងទៅចោះរងចាំពេលវេលាសមគួរចាំដល់ភ្លើងថយកម្ដៅបន្តិចចាំដោះស្រាយក៏មិនយឺតពេលដែរអ្វីតែមានការចាប់ផ្ដើមហើយក៏មានទីបញ្ចប់ដែរគ្មានការជួបណាដែលមិនព្រាត់វិញទេសុខក្តីទុក្ខក្តីតែងប្រែប្រួលខាត់មិនបានរៀនទទួលស្គាល់ការពិតទើបមិនសូវឈឺចាប់សត្រូវខាងក្រៅមិនសូវធ្វើឲ្យអ្នកកើតទុក្ខខ្លាំងដូចចិត្តអ្នកគិតខុសទេគិតខឹងគិតគុំគិតស្អប់គិតច្រណែនគេគិតថាគេធ្វើអាក្រក់ដាក់ខ្លួនឯងជាដើមទម្លាប់គិតយ៉ាងណាអ្នកនឹងคลายទៅជាមនុស្សប្រភេទនោះព្យាយាមសន្សំចិត្តល្អវិចារពិរោះអរិយាបថសមរម្យកម្មល្អបង្កើតផលក៏ល្អដែរកុំស្ដាយរឿងអតីតកាលច្រើនពេកកុំព្រួយហួសហេតុចំពោះរឿងដែលមិនទាន់កើតឡើងអីរៀនទទួលយកអ្វីដែលអ្នកមាននៅបច្ចុប្បន្នពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកជីវិតមានឡើងមានចុះជារឿងធម្មតាខំសន្សំបនរឿយបន្តិចម្ដងបននាំមកនៅសេចក្តីសុខអ្នកធំត្រូវតែចេះអត់ទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេខន្តីជាធម៌នាំឲ្យបានជាមនុស្សរឹងប៉ឹងធ្វើការរួមគ្នាកុំយកមតិតែខ្លួនឯងកុំយកមុខតែឯងចេះស្ដាប់គេខ្លះចេះចែករំលែកក្រេឌីតឲ្យគេខ្លះទើបរីកចម្រើន
ហើយធ្វើការងារជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែមានកំហុសខន្តីជាលក្ខខណ្ឌចាំបាច់សម្រាប់អ្នកធ្វើការងារធំមានបណ្ណាក៏មិនគ្រប់បានបណ្ណាក៏មិនស្កប់ត្រេកអរនឹងអ្វីដែលអ្នករកបានដោយសុចរិតមានតិចមានច្រើនជាទ្រព្យត្រជាក់មិនជំពាក់កម្មពីអ្នកដទៃកុំនិយាយច្រើនហួសពេកកុំខ្លាចគេមិនដឹងថាខ្លួនចេះមើលកលៈទេសៈសិនសឹមនិយាយហើយនិយាយដោយចិត្តមេត្តាទើបបានផលល្អច្រើនបើយើងជួយគេអស់ពីលទ្ធភាពហើយនៅតែជួយមិនបានទៀតត្រូវយល់ថាសត្វលោកមានកម្មជារបស់ខ្លួនអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញទម្លាប់នឹករឿងណាដែលនាំឲ្យចិត្តរីករាយនាំឲ្យកើតបុណ្យរឿងណានឹកទៅក្តៅក្រហាយចិត្តឆាប់ដូរចិត្តដូរអារម្មណ៍បើខ្ចីហើយសងវិញគួរឲ្យខ្ចីទៀតបើខ្ចីហើយមិនសងទេកុំឲ្យខ្ចីទៀតអីមានលទ្ធភាពឲ្យបណ្ណាឲ្យប៉ុណ្ណឹងទៅទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តវិថ្លើមកុំចាំពេលដល់គាត់ស្លាប់ហើយបានយំមិនប្រសើរទេស្រែបុណ្យនៅនឹងផ្ទះកុំមើលរំលងប្រយ័ត្នស្ដាយក្រោយចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលដាក់គេកុំយកល្អតែឯងធ្វើការជាមួយគ្នាមិនបានសុខទេទំនុកបំរុងមេត្តាបិតាថ្វាយទានដល់អ្នកមានសិលលោកហៅថាបូជាទានជួយសង្គ្រោះដល់អ្នកក្រីក្រលំបាកលោកហៅថាសង្ឃហទានអ្នកបានធ្វើបុណ្យទុកហើយបានជាទីស្រឡាញ់រាប់អាននៃមនុស្សនិងទេវតាផងឈ្មោះថាបានដាំពូជមានទ្រព្យសម្បត្តិច្រើនផងកុំមួម៉ៅនឹងរឿងដែលអ្នកមិនអាចធ្វើកើតអីធ្វើរឿងណាដែលអ្នកអាចធ្វើបានតែអ្នកនៅតែចិញ្ចឹមចិត្តថានៅពេលដែលមានពេលវេលាដ៏សមគួរកលៈទេសៈសមរម្យអ្នកនឹងធ្វើឲ្យតតែបានកាប់ប្រឡាយទើបទឹកវិហូរប្រឹងសាងទើបសំណាងកើតមុននឹងឲ្យទេវតាជួយអ្នកទៅត្រូវប្រឹងជួយខ្លួនឯងសិនបើឈឺទៅពេទ្យទៅកុំភ័យពេកព្រោះបើអ្នកកាន់តែភ័យកាន់តែធ្វើឲ្យជំងឺមានទម្ងន់ធ្ងន់ឡើងជំងឺខ្លះកើតពីចិត្តដែលលោកហៅថាចិត្តសមុដ្ឋានបើចិត្តអ្នកមួម៉ៅច្រើនភ័យព្រួយច្រើនឈឺក៏ច្រើនបើចិត្តអ្នកស្រស់ស្រាយកាយមិនសូវមានជំងឺទេកុំសូវជឿយល់សពពេកអី
បើយល់សពឃើញធ្វើបន់ក៏បានបន់ខ្លះដែរតែបានតិចមិនដូចជាក្រោកទៅធ្វើបន់ផ្ទាល់ដៃនោះទេកុំប្រញាប់ជឿពេកប្រយ័ត្នគេបោកគិតរកហេតុផលសិនមុននឹងជឿអ្នកបោកពូកែសំដីណាស់ហើយប៉ិនលាក់ពុតទៀតសួរនាំគេឯងគិតឲ្យបានជ្រៅជ្រះមុននឹងសម្រេចចិត្តបាបមិនទាន់ឲ្យផលគិតថាបាបល្អបាបមានប្រយោជន៍ពេលបាបឲ្យផលទើបដឹងថាបាបអាក្រក់គួរជៀសវាងអំពីអំពើអាក្រក់ទាំងឡាយហើយខិតខំសាងបុណ្យឲ្យបានរឿយបុណ្យនាំមកនៅសេចក្តីសុខបើផ្លូវនឹងដើរទៅមុខមិនរួចទេរកផ្លូវផ្សេងកុំអង្គុយទាល់ច្រកកុំស្មុគស្មាញពេកអីសួរគេសួរឯងស្វែងរកជំនួយកុំខ្មាស់អៀនឡើយកុំកាត់ស្មានលឿនពេកកុំមើលតែសម្បកក្រៅកុំស្ដាប់តែម្ខាងកុំគ្រាន់តែឃើញហើយថាភ្លាមការវិនិច្ឆ័យខុសនាំឲ្យនិយាយខុសសម្រេចចិត្តខុសខាតពេលខាតចិត្តហើយមានបាបទៀតផងធ្វើទានមានគេស្រឡាញ់ជួយចិត្តច្រើនមនុស្សកំណាញ់ដាំពូជក្រស្លាប់ទៅយកទ្រព្យបន្តិចបន្តួចតាមខ្លួនមិនបានទេរៀនធ្វើទានគ្រាន់បានជាទីពឹងក្នុងបច្ចុប្បន្នផងក្នុងបរលោកផងអ្នកខ្លះហ្នឹងងាយនឹងប៉ះពាល់អារម្មណ៍ឆាប់ឆេវឆាវនិយាយសម្ដីប៉ះពីអីតិចបន្តួចឆាប់យកមកដាក់ខ្លួនហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងហ្នឹងវាអាចតកតងនឹងឧបនិស្ស័យទម្លាប់ចូលចិត្តមិនសមអាខឹងហ្នឹងតិចពីដើមមកថាអីតិចប្រងប្រាវទាស់ចិត្តអីតិចមុងម៉ាំងទៅវាមិនសមដូចយើងសមលុយក្នុងធនាគារអញ្ចឹងវាអាចតកតងនឹងសម្ពាធការងារច្រើនដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរវាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹងធ្វើឲ្យរាងកាយទ្រុឌទ្រោមស្ទះអារម្មណ៍ហ្នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរវែងមកក៏ងាយនឹងធ្វើឲ្យមនុស្សហ្នឹងធ្លាក់ក្នុងអន្លង់មួម៉ៅឆេវឆាវច្រើនហ្នឹងអញ្ចឹងយើងត្រូវព្យាយាមព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមួម៉ៅឆេវឆាវចាប់ផ្ដើមមានស្មារតីថាអូអញដើរផ្លូវហ្នឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ត
បធរអប់រំចិត្តមានពេលនៅកន្លែងយ៉ាងស្លាស់ហើយនឹងដកដង្ហើមវែងហើយយើងគុំសូវនៅក្នុងកន្ទប់បិទចិត្តឈឹងពេកពីព្រោះតែនៅក្នុងកន្ទប់បិទចិត្តឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យខួរក្បាលនឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកប្រអួចយកពលឺយកខ្យល់អាកាសឲ្យបានគ្រប់គ្រាន់ហើយមានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្តឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្តឲ្យត្រូវទំនងកំណត់ដឹងថាជីវិតហ្នឹងវាមានបញ្ហាចឹងឯងស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេមានខន្តីមានអត់ធន់មានស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតហ្នឹងហើយបើឈឺព្យាបាលទៅឈឺកាពះឈឺពោះវៀនបើអ្នកខ្លះកាត់ប្រមាត់ក៏ឆាប់ឆេវឆាវបើមានផ្ទៃពោះត្រូវប្រសូតបុតឬក៏វះអីហ្នឹងក៏ឆាប់រងផ្លូវចិត្តហ្នឹងណាបើអ្នកនៅជុំវិញខ្លួនមិនដឹងទេឃើញគាត់ឆាប់ឆេវឆាវចឹងហើយអត់ដឹងថានឹងដោយសារឥទ្ធិពលរបស់ជំងឺហើយធ្វើឲ្យគាត់ទាស់ចិត្តអានឹងឆាប់ធ្លាក់ក្នុងរងវិបត្តិផ្លូវចិត្តហ្នឹងអញ្ចឹងបើមានជំងឺផ្លូវកាយព្យាបាលហើយសម្រួលចិត្តទៅកុំឲ្យភ័យកុំឲ្យតក់ស្លុតវិធាញីញ័រពេកវាធ្វើឲ្យរោគទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងដុនដាបហើយវាត្រូវការជួយឧបត្ថម្ភពីអ្នកជុំវិញហ្នឹងជាក្រុមគ្រួសារអ្នកនៅចិត្តនឹងឯងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ជាងគេនិយាយភាសាសាមញ្ញហើយបើនិយាយក្នុងធម៌ដូចថាវាធ្វើឲ្យចិត្តនឹងឆេវឆាវហ្នឹងកើតទោសៈហ្នឹងគឺអ្នកនៅក្បែរអារម្មណ៍ដែលនៅក្បែរហ្នឹងតើតែយើងស្វែងយល់ថាអូគាត់មានបញ្ហាអញ្ចឹងកុំឲ្យធ្វើអីដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យទាស់ចិត្តគាត់ណាបើនៅក្នុងភាសាពេទ្យគេហៅ family therapy ព្យាបាលជាលក្ខណៈគ្រួសារឬក៏បើប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងគេមិនហៅតែប្តីហៅប្រពន្ធហៅទាំងពីរគេហៅ couple therapy ព្យាបាលទាំងលក្ខណៈប្តីប្រពន្ធគ្រួសារអញ្ចឹងហើយបើវាមានបញ្ហារហូតដល់ថ្នាក់គេមិនលក់អីទៀតដល់នឹងត្រូវការជួបពេទ្យដើម្បីជួយពិគ្រោះយោបល់មានថ្នាំមានអីជួយសម្រួលពេលដែលវាពិបាកខ្លាំងនឹងត្រូវការជួបពេទ្យហើយអីយ៉ាបត់រស់នៅប្រចាំថ្ងៃឧទាហរណ៍ទៅកុំឲ្យនៅស្មុកស្មាញសំកុកនៅនឹងបន្ទប់អត់ចេះហាត់ប្រាណអីទេអាហ្នឹងវាធ្វើឲ្យប្រព័ន្ធរាងកាយឈាមវាអត់រត់ហើយអុកស៊ីហ្សែនវាអត់គ្រប់ដល់អញ្ចឹងវាធ្វើឲ្យយើងទ្រុឌទ្រោមទាំងផ្លូវកាយទាំងផ្លូវចិត្តនឹងវាពាក់ព័ន្ធគ្នាអញ្ចឹងតើតែយើងផ្សំផ្គុំទាំងអស់ទាំងសុខភាពផ្លូវកាយទាំងមនុស្សជុំវិញខ្លួនទាំងថ្នាំពេទ្យហើយនឹងទាំងការស្វែងយល់ពីដំណើរនៃធម្មជាតិយើងគិតថានឹងឯជីវិតហ្នឹងវាអញ្ចឹងឯងបានខ្លះបានខ្លះគេនិយាយល្អខ្លះមិនល្អខ្លះជារឿងធម្មតាហើយមានស្មារតីជាប្រចាំខឹងកើតឡើងក៏ដឹងទៅអញខឹងហើយអញ្ចឹងចាប់ផ្ដើមដូរអារម្មណ៍ចាប់ផ្ដើមទៅរកអ្នកណាជជែកពិភាក្សាទៅក្រៅដកដង្ហើមសិនទៅហើយបានចាប់ផ្ដើមពិចារណាមើលមូលហេតុថាម៉េចបានវាមានរឿងនឹងចឹងឡើងកើតឡើងហើយយើងដោះស្រាយបន្តិចម្ដងអាហ្នឹងយើងអត់សូវដុតខ្លួនឯងបើយើងមួម៉ៅក្តៅក្រហាយប្រងប្រើទៅក្តៅទាំងយើងក្តៅទាំងអ្នកនៅក្បែរយើង
ជីវិតអ្នកខ្លះនឹងដូចថាមិនបានល្អប្រសើរដូចគេទេឃើញគេសុខសប្បាយកូនចៅអីចឹងទៅឯងនេះវាដូចបែកបាក់ប្រត់ប្រាស់មើលទៅមិនសំប្រកបទៅតូចចិត្តអន់ចិត្តថាមិនបានខ្ញុំអញ្ចឹងមិនក៏គេបានល្អជាងខ្ញុំមិនក៏គេបងប្អូនមានជាងខ្ញុំមិនក៏ខ្ញុំយ៉ាប់ជាងគេពេលខ្លះទៅទៅដល់ថាបន្ទោសម៉ែបន្ទោសឪមកពីម៉ែហ្នឹងមកពីឪហ្នឹងបានខ្ញុំអញ្ចឹងហើយជាអង្គុយកើតទុកចំពោះរឿងដែលកើតឡើងហ្នឹងអានឹងបើយើងនិយាយពីផ្នែកកម្មផលដូចថាសម្ពាយបនយើងវាតិចអញ្ចឹងវាបានផលមកតិចដែលយើងធ្វើស្រែតាម1ហិកតាយើងចង់បាន20តោនវាអត់បានគេខំធ្វើបនគេបានជួបរឿងល្អច្រើនអញ្ចឹងទៅយើងបនតិចវាជួបរឿងល្អតិចអញ្ចឹងទៅអានឹងរឿងកម្មពីអតីតបើមួយទៀតរឿងយើងជួបរឿងអញ្ចឹងហើយយើងអង្គុយតុកសិចពិបាកចិត្តបន្ទោសគេបន្ទោសឯងអញ្ចឹងទៅកើតមកវារៀងងឹតដល់ពេលយើងអង្គុយជេរងឹតហ្នឹងវារត់តែងឹតទៅទៀតហើយវាអត់បានយកពេលវេលាហ្នឹងទៅអុជភ្លើងបំភ្លឺឲ្យជីវិតហ្នឹងបានទៅចាស់ទៅចង់អីទេអញ្ចឹងបាននៅក្នុងធម៌សំដែងពីអ្នកមកងឹតទៅវិញភ្លឺកើតមកវាក្រលំបាកមិនល្អដូចគេប៉ុន្តែការតស៊ូព្យាយាមប្រឹងប្រែងហ្នឹងធ្វើឲ្យជីវិតហ្នឹងកុំថ្កើងប្រសាប៉ុន្តែអ្នកខ្លះមកងឹតអង្គុយពីកើតទុកមួម៉ៅក្តៅក្រហាយហ្នឹងអាងឹតហ្នឹងអត់មានពេលអភិវឌ្ឍខ្លួនអាហ្នឹងមកងឹតទៅវិញងឹតឈឹងដែរជាងយើងឈរលើអ្វីដែលយើងមានយកអ្វីដែលយើងមានជាមូលដ្ឋានអរគុណពុកអរគុណម៉ែអរគុណរឿងរ៉ាវទាំងឡាយដែលកើតឡើងដែលមិនធ្វើឲ្យខ្ញុំស្លាប់ខ្ញុំនៅមានជីវិតខ្ញុំនៅមានខួរក្បាលខ្ញុំឈរដើម្បីបន្តដំណើរអភិវឌ្ឍខ្លួនទៅមុខទៀតយើងឲ្យតម្លៃអ្វីដែលយើងមានហើយយើងអត់អាចប្រៀបធៀបថាហេតុអីក៏គេល្អម៉េះខ្ញុំយ៉ាប់ម៉េះខ្សែជីវិតមនុស្សម្នាក់7កោតលានអ្នកនេះយើងអត់អាចថាតម្រូវថាត្រូវឲ្យត្រូវគ្នាជីវិតហ្នឹងវាខុសគ្នាតែបើថាកើតក្នុងពោះម៉ែតែមួយកូនភ្លោះក៏ដោយពីព្រោះឧបនិស្ស័យការសន្សំសម្ពាយបនសម្ពាយបាបហ្នឹងវាផ្សេងគ្នាអញ្ចឹងហ្នឹងហើយយើងជួបរឿងយើងគេជួបរឿងគេដោះស្រាយរឿងគេយើងដោះស្រាយរឿងយើងទៅមុខបន្តិចម្ដងពិបាកសូមឲ្យគេជួយហើយរៀនប្រាប់ខ្លួនឯងថាខ្ញុំមានសមត្ថភាពធ្វើបានប៉ុណ្ណឹងជីវិតខ្ញុំអំពើបុណ្យរបស់ខ្ញុំបានមកប៉ុណ្ណឹងខ្ញុំសម្រេចប៉ុណ្ណឹងហើយបើចង់បានលទ្ធផលច្រើនជាងនឹងប្រឹងបន្តទៅទៀតទៅយើងអត់អាចទៅសុំអត់អាចទៅចំណែនគេហើយស្រាប់បានរបស់ហ្នឹងមកយើងបានទេវាបានតែកើតទុកទេអញ្ចឹងយើងរៀនមានបញ្ញាស្វែងយល់អំពីហេតុផលនៃជីវិតនៃធម្មជាតិអញ្ចឹងយើងអត់កើតទុកទេបើយើងប្រៀបធៀបក៏ប្រៀបធៀបដើម្បីរៀនសូត្រដែរមិនមែនប្រៀបធៀបដើម្បីកើតទុក